ជំរាបសួរបងប្អូនទាំងអស់គ្នាថ្ងៃហ្នឹងគឺយើងវិលត្រឡប់មកជួបគ្នាម្ដងទៀតហើយថ្ងៃហ្នឹងគឺយើងដល់លំហាត់ទី4ដែលលំហាត់ទី4ហ្នឹងគឺគេឲ្យយើងសរសេរ complex ខ្លះនៃ complex ទាំងក្រោមអញ្ចឹងគឺយើងមានចំនួន6ចំនួន complex ហើយយើងត្រូវសរសេរចំនួន complex ទាំងអស់ហ្នឹងទៅជា complex ខ្លះអូខេអញ្ចឹងមុននឹងយើងដោះស្រាយលំហាត់ទាំងអស់ហ្នឹងយើងត្រូវតែយល់ថាអ្វីទៅជា complex ខ្លះហើយខ្ញុំនឹងបញ្យល់បងប្អូនតាក់ទងជាមួយនឹងចំណុចនៃមេរៀន complex ឆ្លាស់បន្តិចមុននឹងយើងចាប់ផ្ដើមដោះស្រាយណាអូខេចំនួន complex ឆ្លាស់បើសិនជាយើងមាន z ស្មើជាមួយនឹង a បូក bi នោះ z បាមានន័យថា complex ឆ្លាស់នៃ z ស្មើជាមួយនឹង a ដក bi អូខេយើងបដូរពីសញ្ញាបូកទៅជាសញ្ញាដកចំពោះតែតួដែលមាន e តែប៉ុណ្ណោះអូខេយើងបដូរសញ្ញាបូកទៅជាសញ្ញាដកយើងតទៀតជាចំនួន complex ឆ្លាស់នៃ z អូខេហើយ complex ឆ្លាស់គឺយើងមានលក្ខណៈមួយចំនួនឧទាហរណ៍ខ្ញុំមាន complex ឆ្លាស់សំទោសឧទាហរណ៍យើងមាន complex z និង w បើសិនជា z បាហើយបាទៀត2ដងបែបនេះគឺវាស្មើជាមួយនឹង z បើសិនជាវា complex ឆ្លាស់នៃ complex 2គុណចូលគ្នាអញ្ចឹងមានន័យថាវាអាចស្មើជាមួយនឹង complex ឆ្លាស់នៃតួទី1គុណជាមួយនឹង complex ឆ្លាស់នៃតួទី2បើសិនជាវាបូកដកបែបនេះក៏យើងបំបែកវាជា2បានហើយបើសិនជាវាចែកក៏យើងបំបែកវាជា2បានដូចគ្នាអូខេអញ្ចឹងកុំឲ្យខាត់ពេលយូរយើងចាប់ដើមដោះស្រាយលំហាត់ទាំង6របស់យើងលំហាត់ក z ស្មើជាមួយនឹងដក2បូក 4e អញ្ចឹង complex ឆ្លាស់របស់វាបានបែបណាយើងមានសញ្ញាបូកនៅតួ 4e អញ្ចឹង complex ឆ្លាស់របស់វាគឺ z បាយើងសរសេរ z បាមានន័យថា complex ឆ្លាស់នៃ z ស្មើជាមួយនឹងតួទាំងអស់ហ្នឹងឆ្លាស់គឺបាអញ្ចឹងមានន័យថាដក2បូក 4e បាអូខេអញ្ចឹងស្មើប្រមាណគឺស្មើជាមួយនឹងដក2ដក 4e គឺយើងឆ្លាស់សញ្ញានៅតួ e នេះរីឯសញ្ញានៅផ្នែកប៉ិតនេះគឺយើងអត់ឆ្លាស់ទេគឺយើងឆ្លាស់តែផ្នែកនិមិត្តនេះទេអញ្ចឹងពីបូកទៅដកអូខេអញ្ចឹងលំហាត់កគឺចប់ហើយអញ្ចឹងយើងបន្តទៅលំហាត់ខ z ស្មើជាមួយនឹងដក1លើ2ដក e លើ2អញ្ចឹងឆ្លាស់កន្លែងណាបងប្អូនគឺឆ្លាស់នៅតួនេះឆ្លាស់ពីដកទៅជាបូកបែបនេះអូខេយល់ទេបងប្អូនអញ្ចឹងបន្តទៀតលំហាត់កស្មើជាមួយនឹងរឹសដកឬ3បូកឲ្យ 2e អញ្ចឹងយើងទទួលបាន complex ឆ្លាស់នៃ complex នេះគឺស្មើជាមួយនឹងដកឬ3ដកឲ្យ 2e អញ្ចឹងឆ្លាស់ពីបូក 2e ទៅជាដក 2e អូខេលំហាត់ងសំទោសលំហាត់ខវារៀងផ្លាយបន្តិចដោយសារតែផ្នែកប៉ិតរបស់យើងគឺវាមាន2តួ1ដកឲ្យឬ3អញ្ចឹង1ដកឲ្យឬ3នេះគឺជាផ្នែកប៉ិតចំណែកឯ 4e គឺជាផ្នែកនិមិត្តយើងត្រូវចាំថាសញ្ញាដែលយើងឆ្លាស់គឺនៅផ្នែកនិមិត្តអញ្ចឹងសញ្ញារបស់ផ្នែកប៉ិតគឺយើងកុំប៉ះពាល់ស្មើជាមួយនឹង w បាវាស្មើជាមួយនឹងអានេះគឺផ្នែកប៉ិតនៅដដែលចំណែកឯផ្នែកនិមិត្តបដូរពីបូកទៅជាដកអូខេលំហាត់ងយើងមើលដកឲ្យរឹស3ចែកជា2បូក1នៃ e អញ្ចឹងយើងមើលយើងមានតែតួផ្នែកនិមិត្តទេចំណែកឯផ្នែកប៉ិតសំទោសផ្នែកប៉ិតគឺអត់មានតម្លៃលេខទេគឺវាស្មើនឹង0វាមានតែផ្នែកនិមិត្តទេអញ្ចឹងឆ្លាស់គឺឆ្លាស់ផ្នែកនិមិត្តពីដកទៅជាបូកគឺយើងបានបែបនេះគឺយើងបដូរពីសញ្ញាដកទៅជាសញ្ញាបូកតែសញ្ញាបូកយើងអត់សរសេរទេអូខេអញ្ចឹងចុងក្រោយ w ស្មើជាមួយនឹង1ដកឬ3លំហាត់ចុងក្រោយនេះគឺវាមានតែផ្នែកប៉ិតទេចំណែកឯផ្នែកនិមិត្តគឺមិនមានទេអញ្ចឹងឆ្លាស់របស់ complex នេះគឺនៅដដែលដោយសារតែអត់មានផ្នែកនិមិត្តឲ្យយើងធ្វើការឆ្លាស់សញ្ញានេះទេអញ្ចឹងចម្លើយនៃw បាគឺស្មើជាមួយនឹង1ដកឲ្យឬ3គឺរក្សាតម្លៃប៉ិតរបស់វាដដែលអញ្ចឹងនេះហើយគឺជាចំណុច complex ឆ្លាស់នៅក្នុងមេរៀនចំនួន complex
គឺថ្ងៃហ្នឹងគឺខ្ញុំយកតែ6លំហាត់ហ្នឹងទេមកបញ្យល់បងប្អូនហើយសង្ឃឹមថាបងប្អូននឹងយល់ពីអ្វីដែលខ្ញុំបានបញ្យល់បើសិនជាមានសំណួរអីបងប្អូនអាចសួរនៅខាងក្រោមវីដេអូបានអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូក្រោយ